អូខេបាទសួស្តីបងប្អូនទាំងអស់គ្នាដែលបានចូលទស្សនានៅក្នុង Channel របស់ Admin បាទ Admin ជឿថាបងប្អូនទាំងអស់គ្នាដែលកំពុងតែប្រើប្រាស់កម្មវិធី CapCut ដើម្បីកាត់តវីដេអូដាក់ចូលនៅក្នុងបណ្ដាញសង្គម TikTok YouTube ឬក៏ Facebook ហ្នឹងគឺកំពុងតែមានបញ្ហាប្រូជាមួយនឹងកម្មវិធី CapCut អញ្ចឹង Admin សូមបំបែអារម្មណ៍ពុកម៉ែបងប្អូនប្ដូរមកប្រើជាមួយនឹងកម្មវិធីមួយវិញដែលជាកម្មវិធី free ទេហើយมันមាន pro ដូច CapCut ទេហើយវាមាន option ជាច្រើនវាមាន effect ជាច្រើនដែលសុទ្ធតែ free សឹងថាវាអាចប្រកួតប្រជែងជាមួយ CapCut បានប៉ុន្តែគឺតទៅមុខក៏ admin មិនដឹងដែរប៉ុន្តែឥឡូវនេះគឺវា free ទាំងអស់ហើយកាត់តគឺលឿនទៀតហើយងាយស្រួលមាន effect មានសំឡេងអីច្រើនចង់ប្រហែល CapCut ដែរអញ្ចឹងបើថាមកយើងជាអ្នកកាត់តធម្មតាត្រឹមតែធ្វើវីដេអូធម្មតាមិនមែនជាធំដុំអីទេមិនមែនជាបដាកអីទេយើងទៅខ្វល់តែអីយើងគ្រាន់តែកាត់ផុសធ្វើ MMO តិចតួចហ្នឹងយើងប្រើទៅលើកម្មវិធីមួយហ្នឹងគឺអែមអត់មានជាប់ logo ជាប់អីទេគឺមើលទៅវីដេអូរបស់យើងគឺ smooth ល្អស្អាតតែម្ដងហើយបើសិនជាមានវីដេអូប្រភេទសម្រាយរឿងមានអក្សរអីនៅលើវីដេអូអក្សរដែលគេនិយាយជាភាសាទៅវានៅជាប់នៅលើវីដេអូយើងអាចមានគេហៅរបាំងបិទមើលទៅគឺអត់មានឃើញអក្សរហ្នឹងទេគឺមើលទៅវីដេអូរបស់យើងគឺស្រឡះស្អាតយើងចង់ដាក់ពាណិជ្ជកម្មដាក់អីគឺអែមតែម្ដងហ្នឹងហើយអញ្ចឹងវគ្គបន្តខ្ញុំនឹងប្រាប់បងប្អូនហើយឥឡូវនេះ admin សូមមកប្រាប់បងប្អូនថាឥឡូវ admin គឺមានទទួលការដាក់ verify ពេល verify នៅលើ page និងលើ account គណនីហើយមួយទៀត admin ក៏មានទទួលកាន់ page ដែរបើបងប្អូនចង់ធ្វើការ book page មួយអីគឺ admin មានទាំងអស់ណាហ្នឹងហើយតាក់ទងជាមួយនឹងការផ្សាយផលិតផលពាណិជ្ជកម្មគឺ admin ក៏មានដែរអញ្ចឹងបើសិនជាបងប្អូនបាទមានតម្រូវការគឺអាចឆាតមក admin តាមរយៈ Telegram របស់ admin ដែលដាក់នៅខាងក្រោម description អញ្ចឹងឥឡូវកុំឲ្យខាតពេលយូរយើងទៅទស្សនាជាមួយនឹងវីដេអូរបស់កម្មវិធីនឹងទាំងអស់គ្នាហើយកម្មវិធីមួយនេះគឺមានឈ្មោះថា InShot បងប្អូនអាចចូលទៅ down បាននៅក្នុង Play Store ក៏បាននៅក្នុងApp Store ក៏បានរបស់ iPhone ណាអញ្ចឹងបងប្អូនចូលមកកាន់ iPhone របស់យើងមកបងប្អូន search ពាក្យថា InShot មកបាទបងប្អូនចុចតម្លើងវាមកបន្ទាប់ពីតម្លើងមកយើងចូលមកក្នុងកម្មវិធីយើងមើលទៅគឺយើងអាច select ជាមួយនឹងកន្លែងផ្សេងដើម្បីធ្វើការកាត់តយើងអាចសាវជ្រាវនៅក្នុងហ្នឹងទៅហើយបើសិនជាបងប្អូនមិនចេះប្រើទេនៅវីដេអូក្រោយ admin នឹងបញ្ចេញវីដេអូបង្ហាញបងប្អូនអំពីរបៀបការប្រើប្រាស់កម្មវិធី InShot បាទជាស្រ័យថ្ងៃនេះ admin ជាងតាក់ទេអញ្ចឹងវីដេអូក្រោយ admin នឹងបញ្ចេញវីដេអូប្រាប់ពីរបៀបប្រើប្រាស់កម្មវិធី InShot នេះគឺតាំងពីវគ្គ1រហូតទាំងអស់តែម្ដងពួក admin អាចនិយាយថា admin ប្រើវាមួយរយៈនេះគឺចេះអស់ហើយនៅក្នុង InShot អញ្ចឹងគឺវាអែមមែនតើឃើញថាប្រើមួយរយៈនេះគឺវាអែមវាជួយសម្រួលយើងបានច្រើនមិនដូច CapCut ដាក់ស្អីក៏ Pro ដាក់ស្អីក៏ Pro ហើយពេលដែលចុចនេះម្ដងគឺវាពាណិជ្ជកម្មពាណិជ្ជកម្មហើយមិនដឹងថាស្អីចូលក៏ពាណិជ្ជកម្មចេញក៏ពាណិជ្ជកម្មដែរអញ្ចឹងគឺពិបាកខ្លាំងមែនតើធ្វើឲ្យយើងស៊ី space ការងាររបស់យើងគឺយឺតអញ្ចឹងយើងប្រើជាមួយនឹង InShot គឺលឿនមែនតើវាមានកម្មវិធីជាច្រើនដែល free ច្រើនប៉ុន្តែ admin សូម recommend ទៅលើកម្មវិធី InShot នឹងមួយអញ្ចឹងសម្រាប់ការប្រើ InShot នេះគឺអត់មានអីពិបាកទេបាទគឺបងប្អូនចូលទៅហើយពេលដែលបងប្អូនឃើញជាប់ជាមួយនឹង watermark ក៏ដូចជា logo របស់វាបងប្អូនគ្រាន់តែចុចខ្វែងមកហើយបងប្អូនមើលពាណិជ្ជកម្មវាតែម្ដងទៅគឺវាលែងមានហើយវាលែងមានពាណិជ្ជកម្មហើយបើឃើញលើកក្រោយទៀតគ្រាន់តែចុចខ្វែងមានពាណិជ្ជកម្មមើលតែម្ដងនោះគឺលែងមានហើយវាអត់ញ៉ៃញ៉ៃទេហ្នឹងហើយអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូននឹងជួយចុច subscribe channel របស់ admin ម្នាក់មួយហើយបើសិនជាបងប្អូនចង់ដាក់ blue tick blue verify នៅលើ page លើ account គឺអាចតាក់ទងមក admin បាន admin មានទទួលដាក់មានទាំងមេរៀនមានទាំងទទួលដាក់បាទក៏មេរៀនរឿងថ្លៃតែបងប្អូនដាក់គឺតម្លៃធូរថ្លៃទេអូខេបាយបាយ